បាទសូមគោរពជំរាបសួរទៅដល់ពុកម៉ែបងប្អូនហើយកំពុងតែទស្សនានៅក្នុងវីដេអូនេះខ្ញុំចង់បានកូននេះចង់បង្ហាញពុកម៉ែបងប្អូនតាក់ទងនឹងផ្លែត្រឡាចណាផ្លែត្រឡាចនេះបាទគេអ្នកចូលចិត្តផ្លែតូចបាទទំហំប្រហែលជាប៉ុនកដៃយ៉ាងទេបាទយើងស្លមកជូរអីឆ្ងាញ់ណាបាទទៅស្រុកស្រែអញ្ចឹងមានតែប៉ុណ្ណឹងបាទផ្លែនេះមួយដែរណានេះល្មមស្លមកជូរដែរត្រឡាចណាត្រឡាចនេះយើងដាំមានចិត្តផ្ទះស្រួលក្នុងការយើងយកទៅធ្វើម្ហូបដូចជាស្លបាទស្លមកជូរអញ្ចឹងស្លមកជូរឬក៏ស្ងោរអីហ្នឹងណាត្រឡាចហើយក៏គេយកវាទៅធ្វើនំដែរណាត្រឡាចទៅណាទៅក៏ទៅណាមកទេសគាត់ហើយបន្លែនៅជុំវិញផ្ទះខ្ញុំមានសពណាមានទាំងតកួនត្រឡាចមកទេសនេះគេហៅថាមកទេសខ្មាំងជាងហៅអាក្រក់ស្ដាប់ទៅគេហៅមកទេសកដោឆ្មាណាបាទវាហឹលកាហាយប៉ុន្តែវាហឹលឆ្ងាញ់ណាមកទេសហ្នឹងបើយើងយកទៅត្រាំយើងត្រាំវាជាមួយទឹកត្រីឆ្ងាញ់ណាបាទនិយាយខុសគុណភាពទេត្រាំជាមួយទឹកត្រីយើងត្រាំវាជាមួយទឹកខ្មេះទឹកត្នោតវាអាចនឹងផ្សិតហូបទៅអាចកើតមហារីកណានេះសិតតែម្ទេសហើយអានឹងដាក់ជាមួយអាស្លមកជូរតឡាចហ្នឹងត្រូវគ្នាណាហ្នឹងតឡាចនេះត្រើងនេះធ្វើបែបសាមញ្ញបែបគ្រួសារយើងស្នុកយើងហូបនោះបេះហូបខ្លួនឯងហ្នឹងលើសមួយលើសពីរអ្នកចិត្តខាងគេមកទៅឲ្យគេទៅណាបាទទៅគេខ្លះគេក្រាញ់ចិត្តគេហុច 1000 ឬក៏ 2000 ឲ្យច្រើនបងប្អូនគាត់មករកបន្លែហូបអីបាទគាត់ចូលចិត្តមកណាធម្មជាតិបាទហើយនេះម្ទេសអាហ្នឹងគេហៅម្ទេសតែខ្ញុំចូលចិត្តហូបឆៅចុចជលក់ម្ទេសហ្នឹងបាទអត់សូវបាញ់ថ្នាំដែរណាម្ទេសហ្នឹងពេញផ្លែទេនឹងដែរវារៀងចាស់ហើយវាមិនសូវផ្លែធំទេផ្លែវារៀងល្អិតយើងអាចធ្វើលក់រហុកប្រមាលក់រហុកច្រាំអីឆ្ងាញ់ស្រួយហើយអត់ហល់ហើយម្ទេសហ្នឹងឆ្ងាញ់ដាក់ស្លមកជូរជាមួយតឡាចវិញក៏ត្រូវគ្នាដែរណាបាទអូខេបាទផ្លែវារៀងចាស់ហើយអានេះចាស់មិនសូវឆ្ងាញ់ផ្លែរូបរាងវាមិនសូវឆ្ងាញ់ចាយរួមបាទទៅណាកូនទៅណាផ្កាតឡាចស្អាតទេផ្កាតឡាចធម្មជាតិស្រុកស្រែជនបទមានតែប៉ុណ្ណឹងមានតែបន្លែគោក្របីមាន់ទាមានឃើញផ្ទះវិឡាផ្ទះល្វែងទេមានតែដើមឈើចិត្តផ្ទះអ្នកដែលចូលចិត្តរស់នៅជាមួយនឹងធម្មជាតិអញ្ចឹងគឺត្រូវហើយណាបាទក្រោកឡើងជីវិតស្រស់ស្រាយអត់មានថ្នាំពុលអត់មានអីទេណាបាទនៅយើងធ្វើបន្ទប់តាក់ก่อนយើងដោះទុកធរៈយប់លប់អីស្រួលណាព្រោះអីវាសត្វធាតវាយប់យើងពិបាកដើរពីកាលណាបាទយើងធ្វើយ៉ាងទៅស្រួលលហុងបាទវាចិត្តផ្លែទៅហើយលហុងនេះណាបាទតូចដែរបាទលហុងដាំអូតនេះប្រហែលជាល្អហ៊ានដែរទេណាแล้วก็មានម្ទេសដែរបាទយើងទៅមើលតឡាចយើងទៅដែរនេះតឡាចទុំអ្នកខ្លះគេយកធ្វើទឹកតឡាចទៅខ្លះគេយកធ្វើនំតឡាចណាបាទតឡាចទុំណាបាទដោះដីនេះដាក់ដាំតំណាំអីក៏ដោះស្រួលត្រូវទៅតាក់ទៅបានដាក់អាចគោពី3ផ្គីទៅច្បល់ទៅបានណាតឡាចនឹងស្រួលដាំបាទនោះផ្លែមួយទៀតកណ្ដប់មួយទៀតដប់ត្រឡាចហើយយើងប្រហួមវាពហិចវាមើលនេះបាទប៉ិនក៏ដៃក្មេងត្រឡាចផ្លែលឹកវាណាបាទអូខេអរគុណច្រើនខ្ញុំជួបគ្នានៅក្នុងវីដេអូក្រោយទៀតណាខ្ញុំបង្ហាញអ្នកទាំងអស់គ្នានៅតំណាំជុំវិញផ្ទះខ្ញុំបន្តទៀតណា